บางអូនបាទជំរាបសួរថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូបង្ហាញរៀបរាប់អំពីត្រីបាទអំពីត្រីនេះត្រីបាទត្រីនេះត្រីរ៉ស់នៅខ្ញុំនេះភ្លៀងមកច្រើនហើយត្រីក៏ឡើងច្រើននេះវាឡើងមកទេខ្ញុំអត់ទាន់បានគិតគូរចាត់ចែងថាយកទៅណាទេពាក្យមួយគេថាត្រីនៅក្នុងទឹកកុំនឹករឿងអាំងរឿងស្ងោចាំចាប់បានមកចាំយើងគិតគ្នាប៉ុន្តែថ្ងៃនេះខ្ញុំចង់ជម្រាបបងប្អូនឲ្យបានជ្រាបថាពាក្យថាត្រីហ្នឹងត្រីផ្សោតមិនមែនជាអំបូររបស់ត្រីទេនៅខេត្តស្ទឹងត្រែងណាត្រីបាឡែនក៏មិនមែនជាអំបូររបស់ត្រីដែរព្រោះត្រីបាឡែនហើយនិងត្រីផ្សោតហ្នឹងធ្វើការបន្តពូជតាមរបៀបធនិកសត្វមិនមែនបន្តពូជតាមរបៀបត្រីទេអញ្ចឹងសូមឲ្យបងប្អូនជ្រាបអញ្ចឹងហើយបើសត្វត្រីបងប្អូនគួរយល់ថាសត្វត្រីមិនមែនត្រីញីត្រីឈ្មោលរួមសង្វាសគ្នាទើបកើតបានជាពងនោះទេបាទតាមពិតគ្រប់ត្រីញីទាំងអស់ទោះបីអត់ត្រីឈ្មោលក៏ត្រីញីមានពងនៅក្នុងពោះគ្រប់តែត្រីអញ្ចឹងបាទមានពងនៅក្នុងពោះគ្រប់ត្រីទោះបីអត់ត្រីឈ្មោលក៏ដោយអញ្ចឹងបានពេលបងប្អូនយើងនេសាទទៅជួនកាលមកថ្លុកហ្នឹងឃើញមានត្រីតែមួយប៉ុន្តែមានពងហើយអត់ឈ្មោលផងហ្នឹងមិនក៏មានពងដែរអញ្ចឹងត្រីបន្តពូជមិនចាំបាច់ត្រីញីនិងត្រីឈ្មោលនឹងជួបគ្នាទើបបង្កបានជាពងនោះទេបាទគឺត្រីញីហ្នឹងគាត់ដល់ពេលមានពងរៀងខ្លួនគ្រប់តែត្រីញីហ្នឹងដល់ពេលពងហ្នឹងត្រីញីបញ្ចេញមកវាលមកក្នុងទឹកកន្លែងណាដែលអាចពងបានហ្នឹងត្រីញីហ្នឹងពងដាក់នៅក្នុងទឹកហ្នឹងទៅបានត្រីឈ្មោលមកស្រោចទឹកកាមហ្នឹងនៅលើពងត្រីហ្នឹងហើយពងត្រីហ្នឹងក៏ញាស់បានទៅជាកូនត្រីហើយក្រោយមកក៏คล้ายទៅជាត្រីធំត្រីពេញវ័យអីចឹងទៅបាទហើយត្រីដែលវាបន្តពូជបន្តកំណើតហ្នឹងគឺថាក្នុងត្រីមួយហ្នឹងមានពងច្រើនណារាប់លានរាប់សែនត្រីបាទអញ្ចឹងបានខាងនេសាទយើងជលផលគាត់តម្រូវរដូវដែលត្រីពងហ្នឹងគាត់អត់ឲ្យនេសាទទេព្រោះនេសាទទៅយើងបានត្រីមួយយកមកហូបប៉ុន្តែធ្វើឲ្យបាត់បង់ត្រីនោះរាប់លានសែនក្បាលអញ្ចឹងការបន្តពូជរបស់សត្វត្រីហ្នឹងគឺមិនមែនត្រីញីត្រីឈ្មោលគាត់ស្រឡាញ់គ្នាហើយកើតបានជាពងទេគឺត្រីញីគាត់ពងបាទពងហើយត្រីឈ្មោលមានតួនាទីភារកិច្ចកាតព្វកិច្ចទៅស្រោចទឹកកាមនៅលើពងនោះហើយពងនោះក៏បង្កកំណើតបានជាកូនត្រីបាទហើយតេតិននឹងត្រីបាឡែនហើយនឹងត្រីផ្សោតហ្នឹងគឺរបៀបបន្តពូជរបស់ត្រីបាឡែនត្រីផ្សោតហ្នឹងគឺបន្តពូជតាមរបៀបធនិកសត្វគឺมันមានពងអីហើយបានញាស់ជាកូនទេគឺកើតកូនមកដោយធនិកសត្វដទៃទៀតដែរឧទាហរណ៍ថាដូចមនុស្សយើងហ្នឹងគឺមានផ្ទៃពោះ
ហើយប្រសូតបានមកជាបុតចឹងណាវាមិនដូចត្រីពងមកហើយបានញាស់ជាកូនត្រីទេចឹងការបន្តពូជហ្នឹងវាមានពីររបៀបរបស់សត្វលោកយើងនេះគឺមួយបន្តរបៀបតាមអូវូវីវីប៉ានិងបន្តពូជតាមអូវីប៉ាមួយគឺពងមកហើយបានញាស់កើតជាកូនមួយកើតមកគឺកូនមកសូម្បីតែពស់សត្វពស់យើងហ្នឹងវាមានពីរក្រុមចឹងដែរគឺពស់ខ្លះកើតមកកូនវាកើតចេញពីក្នុងពស់មកស្រេចប៉ុន្តែពស់ខ្លះវាពងសិនហើយបានញាស់កើតមកជាកូនប៉ុន្តែពេលនេះខ្ញុំចង់ជម្រាបបងប្អូនអំពីត្រីទេបាទហើយការបន្តពូជរបស់ត្រីហ្នឹងគឺអញ្ចឹងបាទអញ្ចឹងខ្ញុំសូមអស់យោបល់តែប៉ុណ្្នឹងហើយបើមានការខុសត្រូវអីអធិស្ឋានព្រោះខ្ញុំបកស្រាយនេះតាមការចងចាំរៀនសូត្រកាលពី30ឆ្នាំជាងមុនដល់ទេបាទអរគុណបាទ